ជំរាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំទៀតហើយថ្ងៃនេះអូ TikTok ទៅក៏ឃើញគេធ្វើអាសដាយគូអំពងហ្នឹងទៅខ្ញុំក៏ចាប់អារម្មណ៍ក៏ខ្ញុំធ្វើញ៉ាំថាវារសជាតិឆ្ងាញ់ប៉ុណ្ណាអញ្ចឹងណាហើយខ្ញុំលាងស្ដាយទាំងអីស្អាតហើយខ្ញុំក៏ចាប់ផ្ដើមមូវាធ្វើដូចទុកមូចឹងបងប្អូនចៃដន្យអីសាប់តែមូបាក់តម្រាំតែបានមួយបងប្អូនហើយមិនស្រួលទេមើលទៅវាអត់ម៉ាក់ទេប៉ុន្តែការធ្វើបានដឹងប្រហែលមែនតែនហើយនិយាយរួមទៅតមានតិចបងប្អូនអ្នកមូដាច់ឃើញអត់នឹងមកពីស្ដាយរបស់យើងវារៀងស្រួយយកមកពីធុងតកកបងប្អូនយកមកពីធុងតកកហើយលាងមូទៅបាក់ការប៉ុនតិចនៃរបស់វាគឺយើងយកទៅស្រោះវាសិនបងប្អូនយើងស្រោះវាឲ្យរៀងតុនដល់ពេលយើងស្រោះតុនហើយចាំមូហើយមូក៏មូនៅលើដៃចាស់ដូចខ្ញុំនៅដាក់ថាអីក៏បានឬក៏អីរៀបស្មើទៅឲ្យដាក់ហ្នឹងឲ្យគួចយកទៅគាត់ដាក់ម្រាមដៃសកត់មកហើយយើងវិញជុំវិញមកវាបានបាត់តែដោតឈើមកឡើងស្រួលដល់ពេលខ្ញុំអត់ដឹងទី1នេះអូនិយាយថាវេទនាវារបបទៅលើរបបទៅក្រោមវាអត់នៅចំគ្នាទេវាអត់ស្អាតទេបើធ្វើអញ្ចឹងតតដាក់នៅលើថាហ្នឹងហើយយើងវិញជុំវិញវាមកហើយយើងដាក់ឈើមកឡើងស្រួលមកអែមហ្មងហើយនេះគឺបាក់មែនតែលើកទី1សម្រាប់ខ្ញុំហើយប៉ុន្តែខ្ញុំក៏នឹកឃើញក៏នេះចាប់ផ្ដើមធ្វើវិញអ្នកថាបងប្អូនមករៀងលឿននេះបន្ទាប់ពីយើងធ្វើហើយយើងដោតឈើឲ្យហើយក៏ចាប់ផ្ដើមទលាយម្សៅបំពងយើងម្ដងហើយខ្ញុំអត់មានអីស្មានអត់មានអីកម្រិតវាស់អីទេគឺខ្ញុំដាក់យកហ្មងនេះខ្ញុំដាក់ម្សៅបំពងចុះហើយខ្ញុំក៏ប្រាប់ពងទាមកគ្រាប់បន្ទាប់មកកន្លែងនេះខ្ញុំដាក់អំបិលដែរបងប្អូនខ្ញុំដាក់បន្តិចបីវារៀងចាប់ជាតិអញ្ចឹងណាតាមមកខ្ញុំក៏កូរវក់វីហើយសូមបញ្ជាក់បងប្អូនថាចេះម្សៅហ្នឹងយើងកុំធ្វើរាវដូចខ្ញុំធ្វើរាវបងប្អូនខ្ញុំពេលធ្វើរាវទៅវាអត់ជាប់ផ្សេងម្សៅនឹងវាអត់ជាប់ជាមួយនឹងសណ្ដែកទេអញ្ចឹងធ្វើរៀងខាប់តិចមកបានសាច់ម្សៅនឹងវាជាប់សណ្ដែកស្រួយឆ្ងាញ់នេះខ្ញុំធ្វើរាវអញ្ចឹងហើយដល់ពេលបំពងឆ្អិនដាក់ម្ដងទៀតជ្រលក់ម្សៅទាំង2-3ដងតម្រាំទៅរួចរាល់ហើយចោះខ្លាញ់ទៀតធ្វើអញ្ចឹងចិត្តដាក់ម្សៅបំពងឲ្យច្រើនឲ្យរៀងខាប់មកជាងជៀនតែម្ដងអីគឺរួចរាល់ដល់ពេលខ្ញុំធ្វើស្ដាយចេះហើយខុសហើយក៏ទៅហ្មងទៅនេះបងប្អូនឃើញអត់វាអត់សូវជាប់ម្សៅទេមើលទៅឃើញតែស្ដាយទេបាទនេះខ្ញុំយកជ្រលក់ជាលើកទី2ហើយខ្ញុំរៀបថែមម្សៅបំពងនឹងនៅក្នុងចានដែលយើងលាយនឹងខ្លះពេលហើយខ្ញុំក៏ជ្រលក់មកជាប់ម្សៅបានតែប៉ុណ្្នេះទេតើមកខ្ញុំជ្រលក់បំពងឡើង2-3ដងបងប្អូននេះរួចរាល់ហើយនេះបងប្អូនឃើញអត់រៀងក្រាស់ហ្នឹងខ្ញុំជ្រលក់2-3ដងចំណែកមួយនេះវិញដូចនំដូណាត់ដល់ឥឡូវបងប្អូនចាប់ផ្ដើមភ្លក់ទាំងអស់គ្នាហើយវិធីញ៉ាំកុំដកឈើអញ្ចឹងពិបាកញ៉ាំណាបើចង់ធ្វើខ្ញុំប្រាប់ពីរបៀបញ៉ាំទៀតពេលដែលយើងដកឈើទៅគឺខំមកស្ដាយគូយើងវានៅទាំងវែងអញ្ចឹងទាំងវារៀងញ៉ៃវារៀងបាក់អញ្ចឹងហើយដល់ពេលញ៉ាំកុំដកឈើអីយើងទុកឈើនៅនឹងស្នៃឲ្យជួយទុកស្ដាយគូនៅខាងក្នុងនេះបងប្អូនជាមួយនេះខ្ញុំដាក់ឈើឃើញអត់ញ៉ាំទៅវាអត់មានស្ដាយគូអីមិនញ៉ៃច្រើនទេនិយាយពីថាតើមានរបៀបរបបគេញ៉ាំទៀតបានញ៉ាំកើតបានញ៉ាំស្រួលអញ្ចឹងទេបាច់ញ៉ាំពីពេលហ្នឹងស្ដាយគូវារៀងខ្ទិះឆ្ងាញ់ត្រូវជាមួយនឹងម្សៅស្រួយទឹកជ្រលក់ហ្នឹងក៏រៀងហឹលឆ្ងាញ់ទៀតអូយដាក់មួយទៀតញ៉ាំអស់ឡើង4ដុំលើកទី1បងប្អូនលើកទី1ឃើញគេធ្វើតាម Facebook ទំនងទៅក៏ចង់សាកដែរនេះបងប្អូនឃើញអត់ដល់ពេលដែលយើងខំទៅពេលថាវាខុសក្បួនវាស្ដាយគូវាញ៉ៃពេញមាត់ចឹងឯងអូយគ្រាន់តែឃើញនឹងគឺឃ្លានញ៉ាំទៀតហ្មងនឹកដល់រសជាតិនឹងមែនធ្វើលើកទី1ឯងប៉ុន្តែក៏អាចនិយាយបានថាវារៀងជោគជ័យប៉ុន្តែជោគជ័យតិចវាដោយសារតែការលាយម្សៅរបស់ខ្ញុំវាខុសចឹងហើយយកជោគជ័យតិចបានហើយថ្នងអត់បងប្អូនសាកធ្វើញ៉ាំមើល
ហើយទឹកជ្រលក់នឹងខ្ញុំប្រើទឹកជ្រលក់ថៃទឹកជ្រលក់ដបអានឹងរៀងហឹលហើយមានល្ងមានអីមកស្រាច់ក្នុងនឹងទៀតមិនហត់ធ្វើអីញ៉ៃញ៉ៃវែងឆ្ងាយទេហើយខ្ញុំធ្វើនឹងក៏វារៀងល្ងាចហើយដែរសូមអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់កុំភ្លេចជួយ like ជួយ share ជួយឲ្យបេះដូងម្នាក់មួយផងណាអរគុណសូមជម្រាបលាបាយបាយ